thọ 6 យ៉ាងនឹងចេះទី1នឹងគឺថាកុំឲ្យសែបគប់នៅបាបប្រមិតដែលដឹកនាំទៅប្រព្រឹត្តអំពើអាក្រក់ផ្សេងហើយកុំឲ្យប្រព្រឹត្តនៅលបែងស្រីលបែងស្រាលបែងពាលាភ្នាល់គ្នាដើរលេងហោះហួសពេលវេលាហើយនឹងសេចក្តីខ្ជិលច្អូសញោមមើលលបែងស្រីមួយស្រាមួយពាលាដើរលេងហួសពេលវេលាហើយនឹងសេចក្តីខ្ជិលច្អូសនឹងសែបគប់បាបប្រមិត7 យ៉ាងហ្នឹង6 យ៉ាងហ្នឹងបើកូនណាកាន់បានកុំទៅសែបគប់6 យ៉ាងហ្នឹងទ្រព្យសម្បត្តិដែលឪពុកម្ដាយចែកឲ្យមិនបាត់បង់ទេហើយភាពរីកចម្រើនក្នុងក្រុមគ្រួសារនឹងកើតមានដោយសារកូនប្រឹងរកទទួលទានប្រឹងរកស៊ីប្រឹងថែរក្សាទ្រព្យអត់ហាន់ហោចអត់បាត់បង់ទេនឹងមានការរីកចម្រើនដោយឪពុកម្ដាយនៅតែជួយកូនអញ្ចឹងប៉ុន្តែបើកូនទៅសែបគប់បាបប្រមិតទៅខ្ជិលច្អូសហើយទៅប្រព្រឹត្តលបែងស្រីស្រាពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាកូននឹងទទួលទោសបានព្រះអង្គលើកទោសនីមួយមកសម្ដែងឲ្យស្ដាប់យ៉ាងពឹសស្ដាដែលអាត្មាមិនបានលើកឲ្យអស់ទេដូចជាការខ្ជិលច្អូសជាដើមវាមានហេតុផលអាក្រក់អ្នកខ្ជិលច្អូសធ្វើឲ្យដីជុំវិញផ្ទះទៅទេដោះស្មៅខ្លួនឯងសូម្បីតែសក្រីជីម្ទេសរបស់ស្លស្លុកកប៉ិចកប៉ុកមិនទាំងដាំហូបផងទិញគេអាទាំងអស់វាអស់លុយខ្លួនឯងហើយដល់ទៅអត់បានដាំដំណាំអត់បានហាត់ប្រាណអត់បានធ្វើកិច្ចការងារនឹងទៅសុខភាពក៏មិនសូវល្អវាសមនឹងអាទិញគេនាំចូលពីនេះពីនោះគឺលោកគេដាក់ថ្នាំគេដាក់គីមីច្រើនទៅវាខូចសុខភាពវាមិនត្រឹមតែអស់លុយទេវាបង្ហាញសុខភាពយើងបង្ហាញអាដែងទ្រព្យសម្បត្តិរបស់យើងហើយធ្វើឲ្យយើងនឹងអត់ល្អខាតបង់ប្រយោជន៍ហើយអ្នកខ្លះថាអើយទៅបុរាណអីទៅខ្វល់អីអាដាំស្អីមេអា500 1000ស្លមិនអស់ទៅខំដាំអី1500រាល់ថ្ងៃបូកទៅរាប់ឆ្នាំទៅមិនរាប់លានហើយដល់ពេលចឹងទៅចាស់ពីដើមគាត់ជុំវិញផ្ទះអត់ឲ្យទំនេរទេល្មមតែស្លមួយឆ្នាំងនេះមិនបាច់អស់លុយអីផងហើយឥឡូវនេះស្លមួយឆ្នាំងនេះដើរទិញគេអាទាំងអស់សូម្បីតែជីជ្រក់ត្រីស្ងោរក៏គ្មានដែរឧបមាអញ្ចឹងហើយដល់ពេលទិញគេតាំងពីសក្រីតាំងពីអីទៅវាអស់លុយផងហើយវាសុខភាពអត់ល្អទៅទៀតអត់បានហាត់ប្រាណផងហើយហូបអារបស់គីមីទៀតហើយដល់តែយើងអាសាញោមមកស្រាប់តែសុខភាពកូនល្អបានធ្វើដេញហាត់ប្រាណធ្វើឲ្យដីនឹងមានដំណាំដាំដុះមានអាខ្យល់អុកស៊ីហ្សែននឹងក៏វាឲ្យសុខភាពនឹងកាន់តែល្អរបស់យើងដាំវាអត់មានជាតិគីមីពេលយើងបោសសម្រាមបានជីធម្មជាតិយកមកដាក់ថែមទៀតធ្វើឲ្យយើងនឹងបានសុខភាពល្អបានរបស់ហូបទៅវាអត់ប៉ះពាល់ហើយវាសល់លុយសល់កាក់អានឹងគ្រាន់តែលើកអារឿងខ្ជិលច្អូសមួយមុខនឹងឯងក៏វាឃើញថារីកចម្រើនហើយបានព្រះអង្គលើកឡើងពីការដើរលេងហួសពេលវេលាពេលយប់ទៅជន់ដានជើងចោលផងគេសង្ស័យថាចោលផងហើយឆ្លោះគ្នាផងឆ្លងរោគផងទៅជន់សត្វធាតុផងហើយអត់បាននៅការពារទ្រព្យចោលលួចទ្រព្យឲ្យផ្ទះនេះផងអូគិតសពមើលទៅដូចអត់ប្រយោជន៍ទាំងអស់អ្នកឆ្លោះគ្នាច្រើនតែពេលយប់អ្នកកាប់គ្នាក៏ច្រើនតែពេលយប់គ្រោះថ្នាក់ចរាចរណ៍ច្រើនក៏ពេលយប់ហើយដូច្នេះជន់ដានជើងចោលបង្កើតបញ្ហាឆ្លងរោគឆ្លងជំងឺក៏ច្រើនតែអ្នកដើរយប់បានព្រះអង្គសម្ដែងថាសិតតែហេតុនាំឲ្យវិនាសក្នុងក្រុមគ្រួសារព្រះអង្គលើកសម្ដែងគ្រប់ទាំង6 យ៉ាងនឹងញោមដោយពឹសស្ដាបានចុងក្រោយព្រះអង្គបញ្ជាក់ថាអញ្ចេះមនាលមានុបធម៌ទាំងទិសទាំង6របស់សាសនាតថាគតគេរាប់អញ្ចេះទិសខាងកើតនឹងគឺទិសមេត្តាបិតាទិសខាងត្បូងតំណាងឲ្យគ្រូអាចារ្យទិសខាងលិចនឹងគឺជាបុត្រភរិយាឬប្តីប្រពន្ធកូនទិសខាងជើងគឺជាមិត្តសម្លាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទាសកម្មករថ្វាយអង្គមទិសទាំង6ហ្នឹងគឺឲ្យយើងគិតដល់មនុស្ស6ពួកហ្នឹងបើថ្វាយអង្គមទិសខាងកើតមានន័យថាទិសម៉ែឪគេចង់និយាយថាបើម៉ែឪនៅរស់ឲ្យកូនចៅទំនុកបំរុងចាំគាត់តាមបែបរស់ហើយបើគាត់ស្លាប់ហើយធ្វើបុណ្យឲ្យគាត់លោកថាបតោនេសੰបរិសាមិ
បើម៉ែឪមានកិច្ចធ្លាប់ចិញ្ចឹមយើងពីដើមមកឥឡូវដល់គាត់ចាស់យើងចិញ្ចឹមគាត់វិញកិច្ចចាំងនេសង្ករេសាមិម៉ែឪមានវិធីរវល់ផ្សេងដោយកិច្ចការងារបន់ទៀនរវល់អីបែបណាយើងជាកូនចៅមកជួយកិច្ចការងារនោះក៏ระวังសង្កបេសាមិប្រតិបត្តិថែរក្សាពូជពងវងតកូលកុំឲ្យធ្លាក់ចោះកុំឲ្យគេដៀលថ្មេះថាជំនាន់ម៉ែជំនាន់ឪល្អដឹងចាស់ដឹងទុំដល់ពេលជំនាន់អត់ពីម៉ែឪមកកូនវាមិនដឹងឯងឪពុកធំជិះម៉ូតូចុងបុកឯងទៅទៀតគ្មានដឹងអីសោះហើយដល់ពេលទាយាជាងបដិបជាមិប្រតិបត្តិថែអាសាពូជពងវងតកូលឬក៏គេតំណែងដែលគាត់ចែកឲ្យនឹងថែអាសាទុកជាអនុស្សាវរីយ៍ផងកុំចេះតែលក់ខ្ទេចលក់ខ្ទីស្នាដៃឪពុកម្ដាយទុកឲ្យអីដូច្នេះហើយនេះគេតំណែងម៉ែឪនៅរស់កូនចៅធ្វើអញ្ចឹងហើយដល់ស្លាប់ទៅហើយពពុទ្ធលោកថាតៈខេណੰអនុបតិសាមិឬតៈខេណੰអនុបតិសតិឲ្យកូនចៅធ្វើបន់តៈខេណានុបទានឧទ្ទិសទៅឲ្យដូចយើងកំពុងធ្វើអញ្ចឹងអានឹងហើយគេហៅថ្វាយអង្គមទិសខាងកើតឯងអត់ដឹងពុកម្ដាយអត់បាយក៏អត់ដឹងគិតទៅថ្វាយអង្គមមែនតែនតាមពិតថ្វាយអង្គមទិសខាងកើតគេឲ្យធ្វើបន់ឲ្យម៉ែឪឯតាព្រោះម៉ែឪស្លាប់ទៅធ្វើបន់ឲ្យគាត់ឯតាហើយដល់តែយើងអត់ដឹងខំមកទៅថ្វាយអង្គមមែនតែនហើយទៅខាងត្បូងចឹងដែររៀនមានចំណេះពីគ្រូណាមកដឹងគុណគ្រូនោះផងបើគាត់ស្លាប់ហើយធ្វើបុណ្យឧទ្ទិសឲ្យគាត់ផងហើយទៅខាងលិចចឹងដែរម្ដាយឪពុកកូនចៅបើសិនជាប្តីស្លាប់ប្រពន្ធរស់ប្តីរស់ប្រពន្ធស្លាប់បើនៅរស់សង្គ្រោះគ្នាតាមរស់បើគ្នាស្លាប់ហើយធ្វើបុណ្យឲ្យផងឯទិសខាងជើងមិត្តសម្លាញ់ធ្លាប់កំសត់កំរជាមួយគ្នាបើនៅរស់គ្នាប្រាប់បុណ្យក៏ទៅជួយហើយបើគ្នាស្លាប់ហើយក៏ទៅធ្វើបុណ្យឧទ្ទិសកុសលជូនគ្នាផងឯទិសខាងលើជាសាមណៈព្រាហ្មណ៍ធ្លាប់គោរពធ្លាប់ស្រឡាញ់សាមណៈអង្គណាលោកនៅរស់ក៏ទំនុកបំរុងតាមបែបរស់ហើយបើលោកសគត់ហើយក៏ធ្វើបុណ្យប្រគេនលោកតាមបែបហ្នឹងឯទិសខាងក្រោមទាសកម្មករមានន័យថាខ្ញុំពង្រើបាវព្រាវគ្នាវានៅក្រោមអំណាចយើងហើយបើគ្នានៅរស់សង្គ្រោះគ្នាតាមបែបរស់ទិញខោអាវឲ្យគ្នាស្លៀកពាក់ឲ្យសមរម្យផងឲ្យបាយទឹកហូបហើយបើគ្នាស្លាប់ទៅហើយធ្វើបុណ្យឲ្យគ្នាផងទិសទាំង6ហ្នឹងគឺតំណាងមនុស្សទាំង6ក្រុមហើយចឹងដល់ពេលឯងអត់ដឹងខំមកទៅថ្វាយអង្គមទិសមែនតែនចឹងបានកូនខ្លះមិនដឹងគុណម៉ែមិនដឹងគុណឪចាស់ទុំជេរអាមិនដឹងទិសគឺមិនដឹងទិសទាំង6នឹងឯង